ក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាបានលើកឡើងថាក្នុងអំឡុងពេលសង្កេតការណ៍កម្លាំងយោធាថៃបានប្រើប្រាស់នៅកាំភ្លើងប្រភេទ M79 និង M16 ចំនួន5លើកដែលសរុបចំនួន9គ្រាប់ទៅលើទីតាំងត្រួតពិនិត្យនៅចន្លោះម៉ោង 10:35 នាទីដល់ម៉ោង 11:09 នាទីព្រឹក ជាស្ដែងអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាបានលើកឡើងថានៅថ្ងៃទី29មេសា2026នៅកាលពីវេលាម៉ោង 10:20 នាទីព្រឹកក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី2ប្រចាំឆ្នាំ2026របស់ក្រមអនុព័ន្ធយោធាបរទេសដែលហៅថា MACPP ប្រចាំប្រទេសកម្ពុជាដើម្បីចុះសង្កេតការណ៍នៅច្រកអូស្មាច់ខេត្តឧត្តរមានជ័យក្រោយបទឆបាញ់បានចូលជាធរមានសូមគុំបញ្ជាក់ផងដែរថាមុនចេញដំណើរទស្សនកិច្ចរបស់ក្រមអនុព័ន្ធយោធាបរទេស MACPP ក្រមលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC នៃយុទ្ធភូមិភាគទី4កម្ពុជាបានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រមលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC នៃកងយុទ្ធភូមិភាគទី2របស់ថៃរួចរាល់ហើយផងដែរសកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រមអនុព័ន្ធយោធាបរទេស MACPP ប្រចាំប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខនិងសន្តិភាពមិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេក៏ប៉ុន្តែសម្រាប់តំបន់និងពិភពលោកទាំងមូលផងដែរជាការគួរឲ្យសោកស្ដាយបំផុតផងដែរក្នុងអំឡុងពេលកំពុងសង្កេតការណ៍និងត្រួតពិនិត្យនៅទីតាំងជាក់ស្ដែងក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកងកម្លាំងយោធាថៃចំនួន5លើកចន្លោះម៉ោង 10:35 នាទីព្រឹកដល់ម៉ោង 11:09 នាទីព្រឹកដោយក្រមយោធាថៃបានធ្វើការបាញ់នៅកាំភ្លើងប្រភេទ M79 និងប្រភេទ M16 ចំនួន9គ្រាប់ជាមួយគ្នានេះផងដែរកងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ផងដែរគូបញ្ជាក់ផងដែរថាហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទចុះបាញ់និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹងនិងលើកកម្ពស់សន្តិភាពសន្តិសុខនិងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែនក្នុងនាមជារដ្ឋដែលគោរពច្បាប់និងមានការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នៃការដោះស្រាយជម្លោះដោយសន្តិវិធីដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរដែលរួមចំណែកដល់សន្តិសុខសន្តិភាពនិងឯកភាពក្នុងអាស៊ានគឺទាមទារការបដិញ្ញាចិត្តពិតប្រាកដនិងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិធម្មនុញ្ញអាស៊ានក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ផងដែរក្រសួងការពារជាតិកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូតកម្ពុជាថៃ GBC នៅថ្ងៃទី27ធ្នូ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃនិងកម្ពុជានៅថ្ងៃទី26ខែតុលា2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតសម្ដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងយុត្តិធម៌និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយរបស់ប្រទេសទាំងពីរផងដែរដោយឡែកឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថាយើងចង់ឲ្យពិភពលោកឃើញថាកម្ពុជាពិតជាបានជ្រើសរើសការចរចាតាមផ្លូវច្បាប់លើទំនាក់ទំនងយន្តការការទូតជាជាងការប្រើប្រាស់កងកម្លាំងយោធាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃនៅថ្ងៃទី29មេសា2026ឯកឧត្តមអភិបាលខេត្តនិងក្រុមការងារបានសម្របសម្រួលដំណើរទស្សនកិច្ចក្រមអនុព័ន្ធយោធាបរទេសចំនួន13ប្រទេសប្រចាំប្រទេសកម្ពុជាដើម្បីចុះសង្កេតការណ៍និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៃច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ក្នុងខេត្តឧត្តរមានជ័យអាយដាមបានលើកឡើងបន្តទៀតថាសូមក្រមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជាជួយធ្វើជាសាក្សីនិងរកយុត្តិធម៌ដើម្បីជំរុញឲ្យប្រទេសទាំងពីរប្រើនៅយន្តការទ្វេភាគីដោយឈលលើទស្សនវិជ្ជា
បច្ចេកទេសច្បាប់ជាតិនិងអន្តរជាតិដើម្បីបញ្ជៀសកុំឲ្យមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរដំណើរទស្សនកិច្ចនេះផងដែរនឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង13ប្រទេសក្នុងការរាយការណ៍ត្រឡប់ទៅកាន់រាជរដ្ឋាភិបាលរៀងៗខ្លួនអំពីការបដិញ្ញាចិត្តរបស់កម្ពុជាវាក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថាកម្ពុជាគឺជាប្រទេសដែលប្រកាន់ខ្ជាប់នៅនីតិរដ្ឋនិងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគីដើម្បីសន្តិភាពយូរអង្វែងបញ្ជាឲ្យបានដាច់ខាតនៅសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះផងដែរដោយឡែកថ្នាក់ដឹកនាំថៃបានចោទប្រកាន់កម្ពុជាថារំលោភលើសេចក្តីថ្លែងការណ៍រួមនិងអះអាងថាមិនមានការប្រើប្រាស់នៅអាវុធបាញ់ប្រហារលើកម្ពុជាឡើយគឺត្រឹមតែប្រើប្រាស់នៅផាវកំជ្រួចប៉ុណ្ណោះឧត្តមសេនីយ៍ឯកសុរសានគង់សេរីអ្នកនាំពាក្យក្រសួងការពារជាតិរបស់ថៃបានបញ្ជាក់យ៉ាងច្បាស់ថាបន្ទាប់ពីបានផ្ទៀងផ្ទាត់ជាមួយនឹងកងទ័ពជើងគោករបស់ថៃនៅថ្ងៃទី29មេសា2026ដោយបានលើកឡើងថាហេតុការណ៍ផ្ទុះអាវុធនៅថ្ងៃទី29មេសាដដែលបានកើតឡើងដោយសារតែយោធាកម្ពុជាជាអ្នកញុះញង់ប្រទេសថៃឲ្យចូលទៅជិតនឹងរបងបន្លាលួសរបស់ថៃគឺបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជារំលោភលើសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅថ្ងៃទី27ធ្នូ2025ដូច្នេះអង្គភាពរបស់ថៃបានបាញ់កំជ្រួចចំនួន3គ្រាប់ជាសញ្ញាព្រមានដោយអនុវត្តតាមនីតិវិធីស្តង់ដារនៅក្នុងច្បាប់នៃការប្រយុទ្ធមូលហេតុតែមួយគត់គឺបណ្ដាលមកពីភាគីកម្ពុជាទៅគៀករបងបន្លាលួសតែទោះបីជាមានការព្រមាននិងការបំភ្លឺជាមុនតាក់ទងនឹងកិច្ចព្រមព្រៀងក៏ដោយតែសកម្មភាពនេះកម្ពុជានៅតែបន្តធ្វើបណ្ដងទៀតលើពីនេះភាគីថៃបានអះអាងថាមិនមានការប្រើប្រាស់អាវុធឬការបាញ់ប្រហារដោយការចោទប្រកាន់របស់កម្ពុជានោះទេដោយស្ថានភាពទូទៅនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារសន្តិសុខរបស់ថៃដដែលនោះទេ